សម្រាប់ការងាររបស់ខ្ញុំពេញមួយថ្ងៃជាអ្នកផលិតមាតិកាម្នាក់គឺខ្ញុំចំណាយពេលច្រើនមែនទែនសម្លឹងមើលអេក្រង់ជាពិសេសគឺអេក្រង់កុំព្យូទ័រតែម្ដងអ្នកទាំងអស់គ្នាសម្រាប់ការងារផលិតមាតិការបស់ខ្ញុំមុនពេលដែលខ្ញុំចាប់ផ្ដើមធ្វើការថតគឺខ្ញុំតែងតែធ្វើការរៀបចំទុកមុនឬក៏ធ្វើការ planning ឲ្យជាដើមដែលយើងអាចនិយាយបានថាជា pre production អញ្ចឹងទៅភាគច្រើនគឺខ្ញុំតែងតែធ្វើការស្រាវជ្រាវនិងធ្វើការកត់ចំណាំផងដែរខ្ញុំបានបដូរការស្រាវជ្រាវរបស់ខ្ញុំទៅជាធ្វើការបែប minimal មួយជាមួយ tablet Blackview Zeno 1មួយនេះដោយសារតែវាមិនចាំបាច់តតែមានកុំព្យូទ័ររហូតទេសម្រាប់ធ្វើការស្រាវជ្រាវនិងរកគំនិតថ្មីៗពីអ៊ីនធឺណិតបើយើងនិយាយពីអេក្រង់របស់វាគឺវាតូចល្មមមានទំហំតែ8អ៊ីងទេធំជាងទូរស័ព្ទបន្តិចក៏ប៉ុន្តែមិនធំពេកទេដែលយើងអាចប្រើវាជាមួយការគូសជាមួយប៊ិចឬក៏យើងអាចប្រើវាជាមួយ mouse Bluetooth ក៏បានដែរអ្នកទាំងអស់គ្នាហើយសម្រាប់ខ្ញុំការឆែកមើល calendar ការកត់ចំណាំឬក៏ការសរសេរ script គឺវាជំនួសការងាររបស់ខ្ញុំបាននៅលើ tablet នេះបានយ៉ាងមានភាពងាយស្រួលមួយទៀតអេក្រង់របស់វាគឺវាមានល្បឿនដល់ទៅ 90Hz ដែលយើងអាចប្រើប្រាស់វាបានដោយរលូនតែពេលខ្លះខ្ញុំប្រើវាជាការគូសអក្សរផងដែរនៅពេលដែលខ្ញុំទៅធ្វើការនៅខាងក្រៅគឺខ្ញុំយកវាទៅតាមខ្លួនហ្នឹងគឺស្រួលមែនតើពេលខ្លះអ្នកនរគ្នាខ្ញុំក៏ប្រើប្រាស់វាសម្រាប់ធ្វើការកែពណ៌វីដេអូរបស់ខ្ញុំបានមួយចំនួនផងដែរដោយសារតែវាប្រើប្រាស់ RAM ដល់ទៅ 6G អញ្ចឹងមានន័យថាគឺយើងប្រើប្រាស់កម្មវិធី CapCut គឺបានយ៉ាងមានភាពងាយស្រួលមែនតើហើយបើថាយើងខ្លាចវាពេញ memory អត់ទេអ្នកនរគ្នា tablet មួយនេះគឺវាមានទំហំផ្ទុកដល់ទៅ 256G គឺយើងប្រើប្រាស់បានច្រើនមែនតើហើយបើសិនជាយើងនៅតែខ្លាចពេញទៀត tablet មួយនេះក៏យើងអាចប្រើវាជាការដាក់ memory ខាងក្រៅបានផងដែរសម្រាប់ការស្វែងរកគំនិតថ្មីៗតាមរយៈកម្មវិធីដូចជា Pinterest ឬក៏ Inspire មួយចំនួនតាមរយៈ Instagram គឺខ្ញុំប្រើប្រាស់តែ tablet មួយនេះទេអ្នកនរគ្នាហើយមួយទៀតបើសិនជាយើងនិយាយអំពីកម្មវិធី AI វិញគឺយើងអាចប្រើប្រាស់បានទាំង ChatGPT ឬក៏ Google Gemini បានផងដែរដែលវាអត់មានបញ្ហាទេនៅពេលដែលយើងប្រើប្រាស់វាសម្រាប់កាមេរ៉ារបស់ tablet មួយនេះគឺវាមានទំហំ8 megapixel ទាំងមុខទាំងក្រោយបើសិនជាយើងនិយាយទៅទំហំប៉ុណ្ណេះគឺយើងប្រើប្រាស់ល្មមសម្រាប់ធ្វើការ video call ឬក៏យើងអាចប្រើប្រាស់វាធ្វើជាការ scan ឯកសារផ្សេងៗផងដែរយើងមិនរំពឹងថាវានឹងថតចេញមកស្អាតដូចកាមេរ៉ាដែលមានតម្លៃថ្លៃៗឬក៏កាមេរ៉ាទូរស័ព្ទដែលមានតម្លៃរាប់ពាន់ដុល្លារនោះទេសម្រាប់កញ្ចប់តម្លៃប៉ុណ្នេះកាមេរ៉ាវាអាចធ្វើបានប៉ុណ្នេះខ្ញុំគិតថាវាជា tablet មួយដែលស័ក្តិសមនឹងតម្លៃរបស់វាសម្រាប់ការប្រើប្រាស់ផ្ទាល់របស់ខ្ញុំតាំងពីព្រឹករហូតមកដល់ពេលល្ងាច tablet មួយនេះគឺធ្វើការបានយ៉ាងល្អមែនទែនដោយសារតែវាមានទំហំថ្មដល់ទៅ 6000 mAh សម្រាប់ទំហំថ្មប៉ុណ្នេះគឺខ្ញុំប្រើអត់មានក្តីបារម្ភនោះទេនៅពេលដែលខ្ញុំមកដល់ផ្ទះវិញគឺថ្មរបស់វានៅពាក់កណ្ដាលទៀតឯណោះទាំងនេះសិតតែជាបទពិសោធន៍របស់ tablet Blackview Zeno 1មួយនេះជាមួយខ្ញុំផ្ទាល់តែម្ដងសម្រាប់ tablet មួយនេះអ្នកនរគ្នាគឺវាមានរូបរាងស្អាតមែនទែនពណ៌របស់វាគឺមានដល់ទៅ3ពណ៌ឯណោះហើយពណ៌ដែលខ្ញុំកំពុងតែប្រើនេះគឺជាពណ៌ទៅក្រូចដែលលេចស្អាតមែនទែនហើយពីរពណ៌ទៀតគឺគេមានពណ៌ខ្មៅនិងពណ៌បៃតងសម្រាប់ tablet មួយនេះគឺយើងអាចដាក់ SIM បាន2ហើយមួយទៀតក៏យើងអាចបន្ថែម memory ខាងក្រៅមួយទៀតបានផងដែរបើសិនជាយើងប្រើប្រាស់ SIM មួយហើយនិង memory មួយអ្នកនរគ្នាសម្រាប់ tablet មួយនេះណាតម្លៃរបស់វាគឺល្អមែនទែនតម្លៃរបស់វាគឺតម្លៃតែ100ស្ដើងនោះទេហើយអ្នកនរគ្នានៅពេលដែលទិញគឺមានធានារយៈពេលដល់ទៅ1ឆ្នាំ free សេវាកម្មដឹកជញ្ជូនទៀតហើយនៅក្នុងប្រអប់គឺយើងទទួលបានស្រោមការពារមួយ screen ការពារអេក្រង់មួយហើយអ្វីដែលពិសេសនោះគឺគេផ្ដល់ជូននៅប៊ិចមួយដ៏ស្រស់ស្អាតមែនទែនដែលយើងអាចធ្វើការប្រើប្រាស់វាជាមួយ tablet នេះបានផងដែរហើយនេះគឺជាបទពិសោធន៍ផ្ទាល់របស់ខ្ញុំតែម្ដងរយៈពេលពេញមួយថ្ងៃសម្រាប់ការប្រើប្រាស់ tablet Blackview Max Zeno 1មួយនេះហើយប្រសិនបើអ្នកទាំងអស់គ្នាចង់ដឹងពីព័ត៌មានបន្ថែមក៏ដូចជាតម្លៃរបស់ tablet មួយនេះអ្នកទាំងអស់គ្នាអាចធ្វើការតាក់ទងទៅកាន់ Facebook page របស់ Blackview Cambodia បានដែលខ្ញុំដាក់នៅលើអេក្រង់មួយនេះ